សម្រាប់កម្មវិធីនៅថ្ងៃនេះខ្ញុំគាត់ថាវាពិសេសខ្លាំងដោយសារអីយើងបានសរសេរនៅមុខអង្គព្រោះពេលដែលខ្ញុំសរសេរខ្យល់មកតិចខ្ញុំមានអារម្មណ៍ថាសុបាយចិត្តព្រោះយើងអត់ដែលបានមកធ្វើអញ្ចឹងយើងធ្លាប់តែមកយើងដើរលេងយើងមកមើលអញ្ចឹងតែដល់ពេលយើងមកសរសេរយើងបានបញ្ចេញនៅស្នាដៃរបស់យើងជាក់ស្ដែងពេលដែលយើងបានចូលសរសេរគឺយើងអាចរំលឹកនៅពាក្យពីមុនដោយសារខ្ញុំជាប់ទី12ហ្នឹងរៀងយូរឆ្នាំមក10ឆ្នាំជាងដែរអញ្ចឹងពេលដែលមកសរសេរយើងតែងតែរំលឹកទៅដល់គេហៅថាបុព្វបុរសរបស់យើងអ្នកដែលគាត់បានផ្ដើមសរសេរអក្សរឡើងហើយវាធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគឺជាកម្មសិទ្ធិឬក៏ជាម្ចាស់ទឹកដីនៅក្នុងប្រទេសកម្ពុជាអញ្ចឹងសរសេរអក្សរនេះខ្ញុំឃើញថាវាជាចំណុចមួយដែលជួយការរំលឹកឲ្យប្រជាជនរបស់យើងគាត់បានយល់ដឹងក៏ដូចជាស្វែងយល់បន្ថែមទៀតព្រោះដោយសារពាក្យក្នុងហ្នឹងវាមានពាក្យខ្លះយើងអត់សូវដឹងទេព្រោះដោយសារយើងអត់សូវដែរសរសេរប៉ុន្តែដល់ពេលយើងមកបានចូលសម្លេងអង្គរយើងព្យាយាមធ្វើមិនសរសេរបានត្រូវ